บอลออกเนี่ยการในหลุกลิมกิมยาได้เติร์บานขมันกับเพลิงมันสำหรับในกันดาที่กรงมังเกาะมันตอดบานมันจอบไปโดยบองโอนบานเคยซาปอร์มีดอลไปตัวแต่งพบโลกคืออาจารย์เจระบานทัวร์กิจสมพีในวิดีโอไอกษาอย่างแวงจึงมาเมาให้ขยมบานมือจอบคือการในนี่คือเกิดเลิกล้างมีการเปะปอนคดีจิตราจมูกหนึ่งรอดอำนาจกัมพูชีหนึ่งรอดอำนาจขนมประเทศไทยหายบองโอนตระกัดหาการในนี่เกมมันอาจเลือกแรงเตจิบแซคือประเทศปรังปลุกลุกลิมกิมยากวดคือจิตสัญชาตปรังให้กรมครูซาบอกกวดบองโอนมันเมื่อเคยขนมวิดีโอนั้นคือกวดในแต่เตรียมตีระหดดาวกรมครูซากวดตัวบานยุติธรรมให้ขนมการในนี่คือทรงประดามเตอรีรอดทับปีบาถึงปีจิบแซประเทศไทยประเทศกัมพูชีเตอร์โรคยุติธรรมสำหรับชนโรงกรุในไออารุยคล้วนนี่ហើយប្រទេសទាំងអស់គេនៅចាំមើលហើយនេះគឺជារឿងអាម៉ាស់និងជាការខ្មាស់ដល់ពិភពលោកមួយព្រោះអាចារ្យគឺជាសារព័ត៌មានល្បីមែនតើបងប្អូនធ្វើវីដេអូនេះជាង1ម៉ោងនេះចេញមកភ្លាមគឺមនុស្សមើលច្រើនមែនតើអញ្ចឹងគឺធ្វើឲ្យប្រទេសទាំងពីររងភាពអាម៉ាស់មែនតើហើយធ្វើឲ្យបាត់បង់គេឈ្មោះនៅលើឆាកអន្តរជាតិកាន់តែខ្លាំងព្រោះនេះគឺជាការបាញ់សម្លាប់មួយយ៉ាងឃោរឃៅហើយអត់មានការស៊ើបអង្កេតត្រឹមត្រូវប៉ុន្តែប្រទេសបារាំងគេនៅតែបន្តធ្វើការស៊ើបអង្កេតបន្តទៀតបើបងប្អូនចេះស្ដាប់ភាសាអង់គ្លេសបងប្អូននឹងឃើញសាច់រឿងដែលភ្ជាប់គ្នាជាច្រើនព្រោះគេបានសម្ភាសមនុស្សជាច្រើនហើយក្នុងសម្ភាសនីមួយៗនឹងគឺជាសាច់រឿងដែលត្រូវបានរបបលោកហ៊ុនសែននិងរាជរដ្ឋាភិបាលថៃនឹងគឺសហការគ្នាដើម្បីកំទេចក្រមប្រឆាំងកំទេចមតិប្រឆាំងដែលកំពុងតែរត់ភៀសខ្លួនពីការចាប់ខ្លួនពីការសម្លាប់នៅក្នុងប្រទេសកម្ពុជាហើយរឿងនេះគឺអត់បានចោលទេគឺអន្តរជាតិគេនៅតាមស៊ើបអង្កេតមើលជានិច្ចហើយគេមានភ័ស្តុតាងគេមានឯកសារច្បាស់លាស់ដើម្បីឲ្យបងប្អូនតាមដានយកចិត្តទុកដាក់ទាំងអស់គ្នាហើយបើបងប្អូនចេះស្ដាប់ភាសាបារាំងបងប្អូនស្ដាប់សំឡេងស្ដាប់មតិរន្ធត់ណាស់ដែលក្រុមគ្រួសាររបស់ពួកយើងត្រូវបានគេសម្លាប់នៅកណ្ដាលទីក្រុងបឹងកកហើយសម្លាប់នៅមុខភរិយារបស់គេទៀតនេះគឺជារឿងមួយដែលมันអាចលើកលែងបានហើយនៅបន្តការស៊ើបអង្កេតទៀតមិនថារឿងនឹងស្ងាត់ហើយចប់ទេណាបងប្អូនរឿងនេះគឺនៅបន្តទៀតអញ្ចឹងយើងនៅតាមដានទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនពលរដ្ឋខ្មែរនឹងតាមដានទាំងអស់គ្នាហើយបើបងប្អូនចេះស្ដាប់ភាសាអង់គ្លេសបងប្អូននឹងឃើញសាច់រឿងនេះបន្តប្រតិកលាគ្នារហូតតាំងពីការគ្រប់គ្រាប់បែកនៅក្នុងឆ្នាំ1997ការចាប់ខ្លួនពីប្រទេសម៉ាឡេស៊ីគេសម្ភាសតាំងសមាជិករដ្ឋសភាសម្ភាសតាំងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតគឺរឿងនឹងប្រតិកលាគ្នាច្រើនប្រទេសមែនតើដែលលោកហ៊ុនសែនគាត់ lobby គាត់ប្រើអំណាចផ្លូវរដ្ឋរបស់គាត់នឹងអ្នកដែលគាត់ចង់ចាប់ពីក្រៅប្រទេសនឹងត្រូវតែត្រឡប់ទៅជាប់គុកឬក៏តាមបំណងរបស់គាត់អញ្ចឹងរឿងនេះគឺជារឿងដែលអន្តរជាតិក៏ដូចជាមតិសាធារណៈលើទូទាំងសកលលោកអ្នកស្រឡាញ់ប្រជាធិបតេយ្យអ្នកស្រឡាញ់យុត្តិធម៌ដែលគេមិនអាចនៅស្ងៀមបាននេះអញ្ចឹងយើងអ្នកនៅក្រៅប្រទេសយើងមិនអាចឈរមើលអំពើអយុត្តិធម៌នេះកើតឡើងបានលើពលរដ្ឋខ្លួនឬក៏ពលរដ្ឋដទៃទេអញ្ចឹងយើងចូលរួមទាំងអស់គ្នាគ្រប់សកម្មភាពដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរទាំងក្នុងប្រទេសបានយល់ផងទាំងអន្តរជាតិបានដឹងពីស្ថានភាពពិតប្រាកដនៅប្រទេសកម្ពុជាផង